ដោយសារគេឈ្មោះល្បីហើយណាមួយអ្នកជុំវិញខ្លួនគាត់និយាយល្អពីសាលានឹងច្រើនហើយមានចំណាប់អារម្មណ៍ក្នុងការហ៊ានភាសាចិនបន្ថែមលំបាកថងចងចាំពាក្យដោយសារពាក្យចិនគឺត្រូវចាំទាំងអស់អត់អាចចេះតែនិយាយបានហើយទី2គឺការបញ្ចេញសលេងហើយទី3គឺការប្រើប្រាស់វេយ្យាករណ៍ក្នុងភាសាចិនបើសម្រាប់ខ្ញុំមើលឃើញថាមានឥទ្ធិពលខ្លាំងដោយសារតសេដ្ឋកិច្ចនៅខាងប្រទេសចិនលើគឺកំពុងរីកចម្រើនខ្លាំងហើយណាមួយពាក់ព័ន្ធជាមួយនឹងការធ្វើតំណែងខាងអាជីវកម្មគឺខាងចិនគាត់ខ្លាំងហើយនៅខ្មែរយើងឥឡូវគឺភាគច្រើនជនជាតិចិនគាត់មករកស៊ីធ្វើតំណែងមួយខ្មែរយើងបានច្រើនអញ្ចឹងបើសិនជាយើងចេះភាសាចិនមួយទៀតគឺមានអត្ថប្រយោជន៍ខ្ពស់បើតាមគំនិតខ្ញុំជនជាតិចិនមើលមកគាត់រៀងហួសរាយហើយគាត់បកកាយខាងរកស៊ីខាងធ្វើតំណែងហើយដោយសារខ្ញុំមើលឃើញថាចិនដែលមកកម្ពុជាភាគច្រើនគឺគាត់បកកាយក្នុងការធ្វើ marketing ទីផ្សារឲ្យរកស៊ីមែនតើ